សួស្តីបងប្អូនទាំងអស់គ្នាជំរាបសួរថ្ងៃបុណ្យភ្ជុំបិណ្ឌចិត្តមកដល់ហើយភ្ជុំធំហើយបងប្អូនទាំងអស់គ្នាសុខសប្បាយអត់ហើយអញ្ជើញបានទៅប្រហែលវត្តហើយសម្រាប់ខ្ញុំសុំទោសបងប្អូនអើយខ្ញុំអត់មានបានទៅវត្តទៅអីទេដោយសារខេត្តខ្ញុំវត្តនៅឆ្ងាយហើយខ្ញុំមានកូនតូចហើយការធ្វើដំណើរពួកខ្ញុំពិបាកអញ្ចឹងអត់បានទៅចូលរួមនឹងគេទេហើយក៏បានចូលរួមចំណែកបុណ្យខ្លះផ្ញើទៅស្រុកខ្មែរដើម្បីធ្វើដែរហ្នឹងបងប្អូនអញ្ចឹងក៏ចាត់ទុកថាយើងបានធ្វើបុណ្យមកបានធ្វើទានខ្លះដែរតែឥឡូវថ្ងៃនេះថ្ងៃអាទិត្យឥឡូវម៉ោងប្រហែលជា2ថ្ងៃរសៀលបងប្អូនខ្ញុំដើរមកចូលព្រៃព្រៃដែលខ្ញុំមកបេះ Cranberry បងប្អូនហើយខ្ញុំញ៉ាំបាយញ៉ាំអីរួចខ្ញុំដើរមើលព្រៃនេះបន្តិចថាវាមានផ្សិតអាតាទីធំព្រោះអីខ្ញុំមកថ្ងៃមុនខ្ញុំឃើញមាន2 3ដោះអញ្ចឹងខ្ញុំគិតថាផ្សិតនៅព្រៃនេះមានប្រភេទតាទីហ្នឹងអញ្ចឹងខ្ញុំមករកផ្សិតហ្នឹងបងប្អូនហើយនៅក្នុងព្រៃវាថ្ងៃនេះមេឃវាអត់សូវល្អបងប្អូនវាម្ដងបើកថ្ងៃម្ដងអត់បើកអញ្ចឹងណាបងប្អូនឥឡូវខ្ញុំញ៉ាំអាហារពេលថ្ងៃហើយបានខ្ញុំចាប់ផ្ដើមដើរទៅរកផ្សិតបងប្អូនជីវិតខ្ញុំចូលចិត្តលក្ខណៈបែបហ្នឹងបងប្អូនដើរព្រៃរកមើលបេះផ្សិតរកមើលផ្លែឈើព្រៃអីនៅក្នុងព្រៃដែលយើងអាចបេះបានអញ្ចឹងញ៉ាំបានអញ្ចឹងបងប្អូនហើយអាកាសធាតុនៅក្នុងព្រៃនេះល្អមែនទែនបងប្អូនមានខ្យល់បក់មករវិចហើយស្លឹកឈើហើយដកដង្ហើមទៅយើងមានអារម្មណ៍ថាដូចស្រួលហ្មងបងប្អូនមានអារម្មណ៍ថាលក្ខណៈស្រស់ស្រាយក្នុងខ្លួនណាចឹងទៅខ្ញុំចូលចិត្តសួស្តីបងប្អូននេះមាន់ខ្ញុំអាំងយកមកញ៉ាំនៅក្នុងព្រៃយ៉ាងខ្លោចហើយខ្ញុំឆាផ្សិតតិចតួចហើយនឹងបាយសយើងហ្នឹងហើយខ្ញុំចាក់វាដាក់ចានតិចទៀតហើយបើខ្ញុំញ៉ាំ
បងប្អូនខ្ញុំញ៉ាំបាយហើយតិចទៀតខ្ញុំដើរមើលនេះមើលនោះបន្តិចហើយចាំខ្ញុំដកផ្សិតហ្នឹងហើយបងប្អូនព្រៃនេះខ្ញុំមិនដែរមកសោះសម្រាប់ស្វែងរកផ្សិតធំតាទីសហ្នឹងណាអញ្ចឹងឥឡូវចាំមើលតិចទៀតខ្ញុំដើររមើលហើយខ្ញុំចាប់ដើមដកវាអញ្ចឹងចាំមើលទាំងអស់គ្នាមើលខ្ញុំដកបានច្រើនអត់នេះហ្នឹងបាយបាយបងប្អូនផ្សិតតាទីសហ្នឹងអញ្ចឹងនេះឃើញអត់ធំហ្នឹងណានេះតែវាចាស់ហើយអានេះខ្ញុំគាត់មកដកថតមើលបងប្អូនអើយមើលណែចាស់ចាស់បាត់ហើយមើលមើលone more tati very big not very old you say I think it all right now បងណានេះខ្ញុំដើរព្រៃយ៉ាងវិលមុខនេះបងប្អូនបានផ្សិតតាទីសនេះកន្លះធុងតែយើងអត់ដឹងថាវានៅញ៉ាំបានកម្រិតណាណាតែវាមានចិត្តទៅមានខូចអីទៀតហ៎ដើរទៅរកកង់វិញបងប្អូនអើយនេះព្រៃខ្ញុំចូលដំបងនោះបាន5-6ផ្សិតហើយដល់ពេលព្រៃនេះបានថែមទៀតចឹងទៅបញ្ចូលគ្នាទៅនេះកន្លះធុងណាឥឡូវទៅផ្ទះវិញបងប្អូនណាហត់បាយជម្រាបលាបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនៅក្នុង Channel របស់Channel YouTube របស់ខ្ញុំកុំភ្លេចជួយជាវ Subscribe មកផងបងប្អូនបាយជម្រាបលា